ញ្ញត្តិត្រង់ថ្មីមានពីរប្រការកុំប្រហែសណាតើមានអ្វីខ្លះបញ្ញត្តិទី1ត្រូវស្រឡាញ់ព្រះដ៏ជាអង្គម្ចាស់ដោយចិត្តស្មោះត្រង់ស្រឡាញ់ដោយបិណ្ឌកំឡើងកាយចិត្តប្រលឹងគំនិតថ្វាយទៅព្រះអង្គមួយទៀតអ្នកចិនទុំជារបស់អ្នកនៅឆ្ងាយផងកុំឲ្យឆ្មើងឆ្មៃនេះជាបញ្ញត្តិទី2កល្យានរក្សាឲ្យបានឥតមានមួកមីស្រឡាញ់ដោយខ្លួនប្រពៃណាថ្លៃព្រោះក្រិនវិន័យតម្រូវយ៉ាងនេះជាចុងបំផុតនៃក្រិតវិន័យទ្រង់រៀងកាយច្នៃស្រេចលើព្រះគ្រិស្តដូច្នេះបងប្អូនត្រូវខំត្រូវរីងពឹងលើព្រះគ្រិស្តឈប់ពឹងខ្លួនឯបញ្ញត្តិត្រង់ថ្មីមានពីរប្រការកុំប្រហែសណាតើមានអ្វីខ្លះបញ្ញត្តិទី1ត្រូវស្រឡាញ់ព្រះដ៏ជាអង្គម្ចាស់ដោយចិត្តស្មោះត្រង់ស្រឡាញ់ដោយបិណ្ឌកំឡើងកាយចិត្តប្រលឹងគំនិតថ្វាយទៅព្រះអង្គមួយទៀតអ្នកចិនទុំជារបស់អ្នកនៅឆ្ងាយផងកុំឲ្យឆ្មើងឆ្មៃនេះជាបញ្ញត្តិទី2កល្យានរក្សាឲ្យបានឥតមានមួកមីស្រឡាញ់ដោយខ្លួនប្រពៃណាថ្លៃព្រោះក្រិនវិន័យតម្រូវយ៉ាងនេះជាចុងបំផុតនៃក្រិតវិន័យទ្រង់រៀងកាយច្នៃស្រេចលើព្រះគ្រិស្តដូច្នេះបងប្អូនត្រូវខំត្រូវរីងពឹងលើព្រះគ្រិស្តឈប់ពឹង